ចាស់លូស៊ឺអាចហត់ឡើងក្លាយជាតារាស្រីឈានមុខគេដែលជាទីស្រឡាញ់បំផុតរបស់ប្រទេសចិននៅក្នុងរយៈពេលយ៉ាងឆាប់រហ័សដោយបានបញ្ចូលស្នេហ៍ទៅកាន់ទស្សនិកជនជាមួយនឹងភាពទាក់ទាញដ៏រស់រវើកពីធម្មជាតិពិសេសភាពប៉ិនប្រសប់គួរឲ្យកត់សម្គាល់ដំបូងឡើយនាងទទួលបានការទទួលស្គាល់សម្រាប់ភាពយន្តកំប្លែងបែបមនោសញ្ចេតនានិងជាតួអង្គបែបយុវវ័យប៉ុន្តែយូរៗទៅនាងបានបង្ហាញសមត្ថភាពឈានមួយកម្រិតទៀតជាតួអង្គបែបម៉ឺងម៉ាត់កំសត់និងបញ្ចូលមនោសញ្ចេតនាកាន់តែច្រើនឡើងបង្ហាញពីការតស៊ូដ៏តឹងតែងក៏ដូចជាភាពយន្តបែបប្រវត្តិសាស្ត្រផ្សេងៗដែលជាវិញ្ញាសាកាន់តែលំបាកសម្រាប់អាជីពសិល្បៈវត្តមានរបស់នាងបានរំលេចតួនីមួយៗកាន់តែមានភាពអស្ចារ្យដែលជាហេតុផលអ្នកគាំទ្រកើនឡើងឥតឈប់ឈរពេញអាស៊ីនៅក្នុងវីដេអូថ្ងៃនេះ Eva Starry នឹងលើកបង្ហាញស្នាដៃរឿងភាគរបស់ចៅលូស៊ឺដែលទទួលបានការគាំទ្រច្រើនជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រសម្ដែងបន្តតាមដានវីដេអូនេះបើសិនជាអ្នកចង់ដឹងថាតើមានរឿងអ្វីខ្លះដោយយើងនឹងរាប់ចាប់ពី Top 6ទៅមុនមុនចូលដល់ខ្លឹមសារវីដេអូទាំងស្រុងចង់ណែនាំអ្វីពិសេសមួយបើសិនជាអ្នកទាំងអស់គ្នាចង់បានរបស់ខ្ជុះខ្ជួសឬក៏ចង់ធ្វើខ្នើយបតង់សោឬតុក្កតា customize ដែលអាចដាក់រូបបានអាចចូលទៅកាន់ Facebook page Oh My Gift ដូច្នេះបើសិនជាចង់ស្វែងរកកាដូខ្ជុះខ្ជួសដែលមានន័យសម្រាប់ខ្លួនឯងឬក៏ជួបមនុស្សជាទីស្រឡាញ់កុំភ្លេច Oh My Gift ណា6រឿង The Long Ballet ជាក់ស្ដែងសម្រាប់រឿង The Long Ballet មាន Delia Ba និង Woolley គឺជាតួឯកខណៈចៅលូស៊ឺនិងLiu Yuning គឺជាតួរងនៅក្នុងរឿងនេះដែរនាងត្រូវសម្ដែងជាតួស្រីដែលមានលក្ខណៈទន់ភ្លន់និងមានចរិតស្លូតបូតរៀបសារថ្មីត្បិតថាមិនមែនជាតួឯកធំប៉ុន្តែនាងក៏មិនអន់ដែរព្រោះនាងបានក្លាយទៅជាប្រធានបទដែលអ្នកតាមដានលើកមកពិភាក្សាជាច្រើនពិសេសភាពជាដៃគូរបស់នាងជាមួយនឹង Liu Yuning 5រឿង The Romance of Tiger and Roseរឿងនេះគឺជាភាពយន្តដែលនាងសហការសម្ដែងជាមួយនឹង Ting Yuxi ពួកគេទាំងពីរនាក់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារតែសាច់រឿង The Romance of Tiger and Rose គឺជារឿងភាគស្នេហាបែបកំប្លែងបំពេញចិត្តអ្នកទស្សនាយុវវ័យឲ្យកាន់តែរំភើបរីករាយនិងរសាយអត់ទោសកង្វល់ពេលបានទស្សនានេះក៏ជាភាពយន្តបែបឆ្លងភពដែរដូច្នេះយើងអាចដឹងបានថាសាច់រឿងគួរឲ្យចាប់អារម្មណ៍យ៉ាងណាហើយនៅពេលដែលមនុស្សមកពីសម័យទំនើបប៉ះគ្នាជាមួយនឹងមនុស្សនៅសម័យបុរាណចំណុចលេចធ្លោមួយទៀតនៅក្នុងរឿងគឺភាពស៊ីសង្វាក់គ្នារបស់តួឯកទាំងពីរដែលធ្វើឲ្យនៅពេលដែលរឿងចេញផ្សាយវិភាគបានធ្វើឲ្យការទន្ទឹងតាមដានកាន់តែមានចំនួនច្រើនឡើង4រឿង The Hidden Love នេះគឺជាភាពយន្តដែលសម្រិតសម្រាំងជាពិសេសពីប្រឡំលោករបស់ Chu Yi ប្រឡំលោកដើមមានចំណងជើងថា Secretly but unable to hide ដែលបង្ហាញអំពីភាពអំណត់របស់តួដែលខំរក្សាភាពស្ងប់ស្ងាត់លាក់ក្តីស្រឡាញ់ចំពោះមនុស្សដែលខ្លួនស្រឡាញ់ស្នាដៃភាពយន្តបែបសម័យមួយនេះគឺចៅលូស៊ឺបានសម្ដែងជាតួឯកជាមួយនឹងតារាសម្ដែង Chen Ziyuan ទើបប៉ះគ្នាសម្ដែងជាលើកដំបូងមែនប៉ុន្តែអ្នកទស្សនាបានសាទរថាគឺជាគូសម្ដែងដ៏សមឥតខ្ចោះរឿងនេះបានក្លាយទៅជារឿងមួយនៅក្នុងចំណោមរឿងភាគដ៏ល្បីបំផុតប្រចាំឆ្នាំ2023នៅពេលដែលបង្ហាញខ្លួនត្រឹមភាគដំបូងប៉ុណ្ណោះវានៅតែជាស្នាដៃលេចធ្លោមួយដែលបានសន្សំ credit ឲ្យចៅលូស៊ឺក្លាយជាតារាស្រីលំដាប់ជួរមុខដោយបច្ចុប្បន្ន3រឿង Who Rules the World នៅក្នុងរឿងនេះលូស៊ឺដែលជាតួស្រីប៉ៃហ្វឹងស៊ីដែលជាអ្នកប្រយុទ្ធដែលមានស្មារតីមុតមាំនិងមានភាពឆ្លៀសវៃខ្ពស់និងស្រឡាញ់យុត្តិធម៌បំផុតចំណែកតួឯកប្រុសគឺយ៉ាងដែលសម្ដែងជាតួហេហ្វឹងស៊ីរឿងនេះបានលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៅការប្រយុទ្ធការបង្ហាញនៃក្បាច់គុណនិងមនោសញ្ចេតនាស្នេហាដែលធ្វើឲ្យវាទទួលបានការចាប់អារម្មណ៍ពីអ្នកតាមដានយ៉ាងច្រើនវត្តមានរបស់លូស៊ឺសហការជាមួយនឹងរៀមច្បងយ៉ាងក៏បានបង្កើតជាភាពជោគជ័យមិនធម្មតាដែរឲ្យរឿង Who Rules the World សម្រាប់ឆ្នាំ2022 2រឿង Love's Ambition រឿងភាពមនោសញ្ចេតនាបែបសម័យមួយនេះគឺជាការងារដែលលូស៊ឺទទួលសម្ដែងជាមួយនឹងរៀមច្បង William Chan ការបង្ហាញខ្លួនលើកនេះនាងបានឆ្លិនខ្លួនឯងយ៉ាងខ្លាំងជាមួយនឹងតំណែងតួដែលពិបាកជានារីមានស្វាមីពិសេសជានារីដែលមានមហិច្ឆតាខ្ពស់តួសម្ដែងរបស់នាងមួយនេះពិតជាស្មុគស្មាញណាស់ប៉ុន្តែសមត្ថភាពសម្ដែងរបស់លូស៊ឺពិតជាមិនធម្មតាការសម្ដែងចេញមកបែបធម្មជាតិបូកផ្សំជាមួយនឹងភាពស៊ីសង្វាក់របស់នាងជាមួយនឹងរៀមច្បងវាកាន់តែធ្វើឲ្យវិញ្ញាសាដ៏លំបាកមួយនៅក្នុងអាជីពសិល្បៈរបស់លូស៊ឺក្លាយទៅជាជោគជ័យដ៏ធំនៅឆ្នាំ2025នេះ1រឿង Love Lies the Galaxy ក្នុងចំណោមរឿងភាគចិនដែលចៅលូស៊ឺបានសម្ដែងមកដល់ពេលនេះរឿងដែលទទួលបានពិន្ទុខ្ពស់ជាងគេគឺរឿងនេះហើយដែលជាស្នាដៃភាពយន្តដែលនាងសម្ដែងជាមួយនឹង Woolley ក្រៅពីសាច់រឿងគួរឲ្យចាប់អារម្មណ៍តួឯកទាំងពីរបានចាប់ចិត្តអ្នកទស្សនាក្រៃលែងសូម្បីរឿងបានបញ្ចប់ទោះពេលនេះហើយក៏ដោយក៏នៅមានអ្នកគាំទ្រជាច្រើនអ្នកលើកឡើងរំពឹងចង់ឃើញពីការសហការគ្នាជាលើកទី2របស់អ្នកទាំងពីរដែរងាកមកមើលពីសន្ទុះនៃការគាំទ្រពេលចាក់ផ្សាយគឺពិតជាមិនធម្មតាដែលធ្វើឲ្យវិស័យភាពយន្តចិននៅពេលនោះហក់ឡើងខ្លាំងគួរឲ្យកត់សម្គាល់ហើយម្នាក់ពិតជាទទួលស្គាល់ថានេះគឺជារឿងភាគបែបបុរាណចិនដ៏ល្អឥតខ្ចោះទាំងព្រមមិនថាសាច់រឿងតួសម្ដែងនៅមានទេពកោសល្យទាំងអស់ក៏ដូចជាការតុបតែងតួគឺល្អលើសពីការរំពឹងទុកសម្រាប់ភាពយន្តនៅសម័យនេះ
ដូច្នេះទាំងនេះគឺជាភាពយន្តដែលបានលើកចៅលូស៊ឺខ្លាចជាតារាសម្ដែងស្រីជួរមុខរបស់ចិនបានទស្សនាហើយអស់ឬនៅហើយតើនៅក្នុងចំណោមរឿងទាំង6រឿងមួយណាដែលអ្នកតាមដានជួយចិត្តជាងគេហើយតើក្រៅពីរឿងទាំង6នេះតើមានរឿងណាទៀតដែលនាំអ្នកស្គាល់ចៅលូស៊ឺមុនគេកុំភ្លេចខមមិននៅខាងក្រោមណាដើម្បីទទួលបានមាតិកាថ្មីៗវីដេអូចម្រុះផ្សេងៗពីតារាចិននិងកូរ៉េលឿនមុនគេកុំភ្លេចចូល Subscribe Channel YouTube របស់ Eversary ការគាំទ្ររបស់អ្នកពិតជាកម្លាំងចិត្តដ៏មានន័យបំផុតសម្រាប់យើងនៅក្នុងការបង្កើតមាតិកាថ្មីៗ